សូមបំពេញនេះបងប្អូនសពបរោះជនទាំងអស់ទូទាំងប្រទេសបើបានឃើញព័ត៌មាននេះហើយសូមបណ្ឌិតមេត្តាជួយលើកទឹកចិត្តដល់បងប្អូនយោធានិងនគរបាលព្រំដែននៃការពារព្រំដែនបូរណភាពទឹកដីបាទជាហើយគឺបងច័ន្ទអរុនដែលជាអ្នកព័ត៌មានដែលល្បីនៅទឹកដីនៃខេត្តព្រះវិហារចំនួនកម្ពុជាថៃបានប៉ះទង្គិចព្រំដែននៅឆ្នាំ2008និងឆ្នាំ2011បាទសញ្ញាក្រូចឆ្មាព្យាបាលកាពះពោះវៀនចំនួន600កំប៉ុងអញ្ចឹងមានថាការផ្ដល់ជូននេះសម្រាប់បងវរៈការពារព្រំដែននៅតំបន់ច្រកបោះស្បូវនេះផ្ទាល់តែម្ដងប្រជាជនត្រូវជនផងដែរឥឡូវនេះពូកដាងកំពុងតែនៅច្រកបោះស្បូវព្រំដែនរវាងកម្ពុជាថៃផ្ទាល់តែម្ដងត្រូវជនអ្វីដែលជាកត្តាសំខាន់នោះគឺអំណោយអង្គចំនួន2តោនបាទអង្គចំនួន2តោនស្មើទៅនឹង40បេក្នុងនោះគឺមានត្រីខចំនួន50យួរបាទមី50កេសទឹកសុទ្ធចំនួន100យួរហើយបន្តែប៉ុណ្ណោះបាទគឺអាហារបំពន់សុខភាពសញ្ញាក្រូចឆ្មាទរជនគឺចំនួន600កំប៉ុងយកជូនកងកម្លាំងនៅប៉ុស្តិ៍ព្រំដែននេះផ្ទាល់តែម្ដងប្រិយមិត្តទរជនបាទយើងឃើញថាថ្ងៃនេះគឺបងដែលជាកងយុទ្ធពលខេមរៈភូមិន្ទបានមកទទួលអង្គនៅទីតាំងនេះនៅតំបន់ព្រំដែនផ្ទាល់តែម្ដងប្រិយមិត្តបាទសូមបញ្ជាក់ជូនមកថាគឺអង្គចំនួន2តោនទឹកសុទ្ធចំនួន100យួរហើយនឹងបាទសញ្ញាក្រូចឆ្មាព្យាបាលកាពះពោះវៀនចំនួន600កំប៉ុងអញ្ចឹងមានថាការផ្ដល់ជូននេះសម្រាប់បងវរៈការពារព្រំដែននៅតំបន់ច្រកបោះស្បូវនេះផ្ទាល់តែម្ដងបាទសូមបញ្ជាក់ជូនទស្សនិកជនបងប្អូនជំរាបផងដែរនៅថ្ងៃទី2ខែមិថុនាឆ្នាំ2025នេះបាទក្រុមការងារកណ្ដាលកោះវត្តញូក៏បានជុំជាមួយនឹងកងកម្លាំងប្រដាប់អាវុធនៅច្រកបោះស្បូវជាំតែហើយដែលពំនាំទៅនឹងអំណោយជំនួយសប្បុរសធម៌របស់ក្រុមហ៊ុនអាហារបំពន់សុខភាពសញ្ញាក្រូចឆ្មាដែលជាក្រុមហ៊ុនមួយដែលផលិតនិងព្យាបាលបញ្ហាលោកអ្នកដែលមានបញ្ហាក្រពះនិងពោះវៀនបាទយកអំណោយនេះគឺជួយទៅដល់វរៈកងកម្លាំងការពារព្រំដែននៅច្រកបោះស្បូវជាប់តែបាទក្នុងនោះដែរគឺក្រុមហ៊ុនក៏បានពំនាំទៅនឹងអង្គចំនួន2តោនបាទមីចំនួន50យួរគឺត្រីខចំនួន50យួរទឹកសុទ្ធចំនួន100យួរហើយมันកាន់តែពិសេសជាងនឹងបន្ថែមទៀតនោះដើម្បីលើកទឹកចិត្តកងកម្លាំងវរៈការពារព្រំដែនជើងគោកនៅតំបន់បោះស្បូវជាំតែនោះគឺក្រុមហ៊ុនបាទអាហារបំពន់សុខភាពសញ្ញាក្រូចឆ្មាព្យាបាលក្រពះពោះវៀនបាទចំនួន600កំប៉ុងទរជនបាទអញ្ចឹងមិនធម្មតាទរជនណាគឺចំនួន600កំប៉ុងជូនទៅដល់វរៈកងទ័ពដើម្បីការពារបូរណភាពទឹកដីដែលបានលះបង់ទៅនឹងសាច់សោះជំស្រះបាទចំណុចនេះគឺជាចំណុចដ៏ពិសេសតែម្ដងទរជនហើយក៏ជាចំណុចមួយបង្ហាញឲ្យឃើញអំពីចលនាករបងប្អូនប្រជាពលរដ្ឋទាំងក្នុងស្រុកនិងក្រៅស្រុកដែលគាត់តែងតែចូលរួមនៅក្នុងអង្គើសប្បុរសធម៌យើងដឹងស្រាប់ហើយបងកងយុទ្ធពលខេមរៈភូមិន្ទនៅតាមបណ្ដាខ្សែបន្ទាត់ព្រំដែនទូទៅគឺគាត់មានការរៀបចំគ្រប់គ្រងពីរាជរដ្ឋាភិបាលគ្រប់គ្រាន់គឺអត់មានការខ្វះខាតទេប៉ុន្តែអ្វីដែលកត្តាសំខាន់នោះគឺបងប្អូនប្រជាពលរដ្ឋចូលរួមបន្ថែមទៀតដើម្បីជាការលើកទឹកចិត្តជូនចំពោះកងកម្លាំងឈរជើងនៅតំបន់ជួរមុខតំបន់ព្រំដែនប្រិមិត្តបងប្អូនជនជាតិបានឃើញស្រាប់ហើយនេះខាងក្រោយខ្នងខ្ញុំគឺជាអំណោយរបស់សប្បុរសធម៌របស់យើងដែលបានចែកជូនដល់កងទ័ពផ្ទាល់តែម្ដងហើយមានទាំងអង្គមីបាទគ្រឿងឧបភោគបរិភោគផ្សេងទៀតនិងជាពិសេសនោះគឺអាហារបំពន់សុខភាពជំនាញព្យាបាលកាពះពោះវៀនសញ្ញារូបក្រូចឆ្មាក៏មកដល់ទីតាំងផ្ទាល់ផងដែរនេះគឺជាទឹកចិត្តមួយដ៏ធំធេងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងក្នុងការជួយលើកទឹកចិត្តបន្ថែមទៅលើកងទ័ពបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើងអញ្ចឹងខ្ញុំក៏សូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងគឺនាំគ្នាបាទជួយទៅដល់កងទ័ពជួរមុខរបស់កម្ពុជាយើងបន្ថែមទៀតបាទសម្រាប់ការលើកទឹកចិត្តគាត់ក្នុងការតស៊ូដើម្បីប្រទេសជាតិកម្ពុជាតស៊ូជាមួយនឹងសត្រូវឈ្លានពានរបស់ប្រទេសថៃបាទហើយក៏សូមសរសើរនៅវីរភាពរបស់កងកម្លាំងប្រដាប់អាវុធនៅតាមច្រកព្រំដែនខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃទាំងអស់ដែលលោកបានលះបង់ទៅនឹងសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដីដែលស្របតាមអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលគឺមិនឲ្យបាត់សូម្បីតែ1មីលីម៉ែត្របាទសូមបញ្ជាក់ជូនទស្សនិកជនផងដែរយើងឃើញថាសប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុកគាត់នៅតែបន្តបាទការយកជំនួយសប្បុរសធម៌មកជូនទៅដល់កងកម្លាំងនៅតាមវរៈការពារព្រំដែនទាំងទ័ពជួរមុខហើយនិងទ័ពជួរក្រៅ
ក្នុងនោះយើងឃើញថាការជំនួយមួយចំនួនគឺបានទៅជូនដល់ដៃដល់កងកម្លាំងនៅតាមវរៈកងទ័ពហើយនោះក៏មានជំនួយមួយចំនួនក៏យកជូនទៅដល់កងកម្លាំងនគរបាលជាតិនៅតាមវរៈជួរមុខនឹងជួរក្រោយដូចគ្នាដែរអញ្ចឹងចំណុចទុនជនបានជាថាយើងឃើញថាបងប្អូនប្រជាពលរដ្ឋនៅតែបន្តការយកជំនួយយើងសង្ឃឹមយល់មាំតែបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកនិងក្រៅស្រុកក្នុងការបន្តយកជំនួយបន្ថែមទៀតជួយទៅដល់បងកងកម្លាំងពីព្រោះជំនួយនេះគឺជាការសបបញ្ជាក់ឲ្យឃើញអំពីស្មារតីនៃការសាមគ្គីភាពរវាងកងកម្លាំងប្រដាប់អាវុធនិងប្រជាជននៅទូទាំងប្រទេសនេះជាការសបង្ហាញឲ្យឃើញអំពីគេហៅថាខ្មែររួបរวมខ្មែរតស៊ូដើម្បីចលនាប្រទេសជាតិដែលការពារអធិបតេយ្យរបស់ប្រទេសជាតិចឹងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសជាតិនៃកម្ពុជាមិនថាទៅនៅឥណ្ឌាសមុទ្របងប្អូនយើងក៏អាចចូលរួមបើក្នុងអង្គើសប្បុរសធម៌មកដល់ទីតាំងផ្ទាល់ក៏បានឬក៏យកតាមផ្ញើតាមរយៈមេបជាការឬក៏តាមបណ្ដាញសារព័ត៌មាននៅក្នុងស្រុកក៏បានពីព្រោះថាបងប្អូនប្រជាពលរដ្ឋនៅតាមពិសេសជាងគេកងកម្លាំងនៅគ្រប់គោលដៅទាំងអស់គឺគាត់បានទៅនឹងការរៀបចំឬក៏ការគ្រប់គ្រងពីរាជរដ្ឋាភិបាលគាត់ប៉ុន្តែក្នុងនោះគឺការយកជំនួយនិងសប្បុរសធម៌បន្ថែមទៅជូនដល់កងកម្លាំងគឺជាការលើកទឹកចិត្តគឺជាការផ្ដល់នូវទំនុកចិត្តដើម្បីឲ្យមានភាពក្លាហានដើម្បីបន្ថែមការស្ម័គ្រឬក៏ការតស៊ូដើម្បីការពារបុព្វហេតុទឹកដីចំណុចទំនុកចិត្តយើងឃើញថាមិនមែនថាបងប្អូនប្រជាពលរដ្ឋយើងជួយតែនៅក្នុងខេត្តតំបន់ក្តៅនៅតំបន់មុំ3ក្នុងខេត្តព្រះវិហារទាំងអស់ទេទំនុកចិត្តណាអញ្ចឹងបងប្អូនយើងក៏អាចជួយតាមបណ្ដាខេត្តផ្សេងៗដែលកងកម្លាំងទាំងកងយុទ្ធខេត្តភូមិន្ទទាំងកងកម្លាំងនគរបាលជាតិដែលការពារបន្ទាត់ព្រំដែនដូចជាខេត្តកោះកុងបាទខេត្តពោធិ៍សាត់បាទខេត្តបាត់ដំបងខេត្តបៃលិនខេត្តបន្ទាយមានជ័យខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារផ្ទាល់អញ្ចឹងខេត្តទាំងអស់នេះគឺជាខេត្តដែលជាប់ព្រំប្រទល់រវាងកម្ពុជាហើយនិងប្រទេសថៃហើយយើងសូមសរសើរទៅនឹងវីរភាពរបស់កងកម្លាំងប្រដាប់អាវុធនៅគ្រប់ចំណុចគោលដៅទាំងអស់ដែលគាត់បានលះបង់ទៅនឹងសាច់សោះឈាមស្រស់បាទការពារបរណភាពទឹកដីអំពីការឈ្លានពានពីប្រទេសជិតខាងបាទនេះគឺជាវីរភាពនិងភាពអង្អែងក្លាហានរបស់កងកម្លាំងប្រដាប់អាវុធដែលលោកតស៊ូនៅឆ្ងាយពីក្រុមគ្រួសារពីឆ្ងាយពីប្រពន្ធនិងកូនឆ្ងាយពីពុកម្ដាយដើម្បីលះបង់សាច់សោះឈាមស្រស់ក្នុងការការពារអធិបតេយ្យភាពនិងការពារទឹកដីមិនឲ្យបាត់សូម្បីតែ1មីលីម៉ែត្រដែលជាប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលបាទសូមអញ្ជើញជូនទរជនមកពុនជាបដែរនេះគឺជាពិតជាមានមោទនភាពឥឡូវនេះទរជនបានជាហើយគឺបងច័ន្ទអរុនដែលជាអ្នកព័ត៌មានដែលល្បីនៅទឹកដីនៃខេត្តព្រះវិហារចំនួនកម្ពុជាថៃបានប៉ះទង្គិចព្រំដែននៅឆ្នាំ2008និងឆ្នាំ2011បាទឥឡូវយើងឃើញថាថ្ងៃនេះបងច័ន្ទអរុនបានមកដល់ទីតាំងនេះតែម្ដងបងមានអាយុប្រហែលហើយបងខ្ញុំ73ហើយ73ហើយអូមានថាបងច័ន្ទអរុនអាយុ73ឆ្នាំតែរាងកាយនៅរឹងមាំបាទឥឡូវបងមានអ្វីក្នុងការបង្ហាញអំពីខ្សែបន្ទាត់ព្រំដែនឬក៏ចង់បង្ហាញអំពីការផ្គត់ផ្គង់របស់រាជរដ្ឋាភិបាលនិងជំនួយសពសូមគ្រប់ជើងបាទខ្ញុំសូមអំពាវនាវបងប្អូនសពបរោះជនទាំងអស់ទូទាំងប្រទេសបើបានឃើញព័ត៌មាននេះហើយសូមបណ្ឌិតមេត្តាជួយលើកទឹកចិត្តដល់បងប្អូនយោធានិងនគរបាលព្រំដែននៃការពារព្រំដែនបរណភាពទឹកដីយើងហ្នឹងណាបាទហើយខ្ញុំសូមបញ្ជាក់ឲ្យព័ត៌មានខ្ញុំសូមកុំឲ្យបំពុលព័ត៌មានកុំឲ្យបំផោងព័ត៌មានន័យថាយោធាខ្មែរនគរបាលខ្មែរព្រំដែននេះគឺថាអត់ខ្វះស្អីទេអត់មានខ្វះអីទាំងអស់តាំងពីក្បាលរហូតដល់ចុងជើងមានការឧបត្ថម្ភចេញពីរាជរដ្ឋាភិបាលជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃរាជាណាចក្រកម្ពុជាបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាបូកទាំងសម្ដេចបវរថាបតីហ៊ុនម៉ាណែតនិងលោកជំទាវតែងតែយកចិត្តទុកដាក់ជានិច្ចជាកាលអត់ដែលភ្លេចទេពីសេចក្តីសុខសេចក្តីទុក្ខរបស់យោធានិងនគរបាលតាមជួរភ្នំឡរែកនេះគឺតែងតែតាមដាននឹងជួរសុខទុក្ខជារហូតហើយសូមបញ្ជាក់ឲ្យទាហាននិងយោធានិងនគរបាលយើងនៅនេះអត់ខ្វះស្អីទេការដែលផ្ដល់ជាសប្បុរសជនជាការលើកទឹកចិត្តសំខាន់ណាស់ជំនួយបន្ថែមបាទជំនួយបន្ថែមបាទពីព្រោះដោយអបមាថាយើងឈឺមានអ្នកជួយផ្ដល់ជាយោបល់ជួយផ្ដល់ជាថាវិការជួយផ្ដល់ជាស្អីគ្រប់បីយ៉ាងលើកទឹកចិត្តជំងឺនឹងអាចឆាប់ជាហើយជាពិសេសយើងឃើញគឺថាយោធាខ្មែរខ្ញុំបញ្ជាក់ហើយនឹងនគរបាលព្រំដែនខ្មែរនៅជួរទាំងទូទាំងប្រទេសគឺអត់ខ្វះអីទេពីក្បាលដល់ចុងជើងអំណោយនេះក៏ជាការផ្ដល់លើកទឹកចិត្តប៉ុណ្្នឹងនេះបាទ
បាទអរគុណមែនទែនបងច័ន្ទអរុនទនជនបងប្អូនជំនជាតិនេះជាការបកស្រាយរបស់បងច័ន្ទអរុនហើយក្រុមការងារយើងក៏សង្ឃឹមជាមុតមមថាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជានឹងចូលរួមបន្ថែមជំនួយសពស្វផ្សេងគឺកងទ័ពនៅតាមវរៈព្រំដែនតំបន់ការពារព្រំដែនមិនមែនតែខេត្តព្រះវិហារមានទាំងខេត្តកកុងពោធិ៍សាត់បាត់ដំបងបន្ទាយមានជ័យខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដែលជាព្រំដែនកម្ពុជានិងប្រទេសថៃតែម្ដងបាទបាទអញ្ចឹងមានន័យថាបច្ចុប្បន្នយើងឃើញតែវរៈនៃការការពារព្រំដែនរាល់ថ្ងៃនេះគឺគាត់កំពុងតែមមាញឹកក្នុងការការពារវណ្ណៈភាពទឹកដីហើយក្នុងនោះគឺយើងឃើញថាមានជំនួយសពស្វជនបន្តក្នុងការផ្ដល់បាទត្រឹមត្រូវគឺថាយោធាខ្មែរយើងក៏ដូចជាយោធាទូទាំងពិភពលោកដែរយើងអត់ខ្វះស្អីទេពីក្បាលដល់ចុងជើងបាទគឺថារាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់យកចិត្តទុកដាក់ណាស់ខ្ញុំសូមបញ្ជាក់ឲ្យបញ្ជាក់ទៀតបាទអញ្ចឹងបានថាក៏អរគុណដល់សប្បុរសជនទាំងអស់ដែលបានមកជួយដល់ជួបទាត់ព្រំដែនផ្ទាល់នេះអរគុណមែនតើបាទអរគុណបងច័ន្ទអរុនបាទនឹងទស្សនិកជនបងប្អូនជំនឿទីគោរពបាទនេះគឺជាជំនួយអំណោយបាទសូមបញ្ជាក់ជូនទស្សនិកជនដែរបាទគឺជាជំនួយអំណោយរបស់សហគ្រាសផលិតអសុទ្ធបារានបាទសញ្ញាក្រូចឆ្មាអសុទ្ធបារានការព្យាបាលកាពះពវៀនទស្សនិកជនណាគឺមានអង្គចំនួន2តោនមីចំនួន50កេសបាទអង្គចំនួន2តោនមីចំនួន50កេសទឹកត្រីខចំនួន50កេសទឹកសុទ្ធចំនួន100យួរហើយក្នុងនោះគឺមានការផ្ដល់ជូនគឺអាហារបំពន់សុខភាពជាបាកាពះពវៀនរបស់ក្រុមហ៊ុនតែក្រូចឆ្មាទស្សនិកជនណាបាទសញ្ញាក្រូចឆ្មាព្យាបាលកាពះពវៀនចំនួន600កំប៉ុងអញ្ចឹងមានថាការផ្ដល់ជូននេះសម្រាប់បងប្អូនវរៈការពារព្រំដែននៅតំបន់ច្រកបុស្បឺនេះផ្ទាល់តែម្ដងបាទនេះគឺជាចំណុចមួយដ៏ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋសប្បុរសជនដែលគាត់ចូលរួមនៅក្នុងអង្គើសប្បុរសធម៌ជំរុញបន្ថែមលើកទឹកចិត្តនៅឬក៏ការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់កងកម្លាំងការពារព្រំដែនទាំងអស់ប៉ុន្តែក្នុងនោះជំនួយសប្បុរសធម៌គឺជាផ្នែកគំនិតមួយជំនួយសប្បុរសធម៌គឺជាទឹកចិត្តមួយជំរុញបន្ថែមសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកនិងការស្រុកក្នុងការផ្ដល់ជូនហើយក្រុមការងារយើងក៏សង្ឃឹមជាមុតមកថាបងប្អូនប្រជាពលរដ្ឋនឹងចូលរួមជំនួយបន្ថែមទៀតមិនមែនថាវរៈកងទ័ពតែនៅតែខេត្តព្រះវិហារនោះទេដូចជាខេត្តកកុងខេត្តពោធិ៍សាត់បាទខេត្តបាត់ដំបងខេត្តបន្ទាយមានជ័យខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារចំណងចំណោមខេត្តទាំងអស់ដែលព្រមទទួលរវាងកម្ពុជានិងប្រទេសថៃហើយក្រុមងារយើងជឿជាក់យ៉ាងមុតមមថាបងបងវរៈការពារព្រំដែនគាត់សុខភាពល្អជោគជ័យគ្រប់ភារកិច្ចនាំភាពជោគជ័យជូនជាតិដើម្បីការពារបរិយាភាពទឹកដីនៅដែលសពតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលគឺមិនឲ្យបាត់សំបីតែ1មីលីម៉ែត្រដែលជាអនុសាសន៍ដ៏មានតម្លៃរបស់ប្រមុខថ្នាក់ដឹកនាំឱកាសនេះរាយការណ៍របស់ខ្ញុំបាទរួមជាមួយនឹងក្រុមការងារលោករយុទ្ធសូមអរគុណនិងសូមគោរពលា